bạn số đây bong bóngទាំងអស់គ្នាមកជួបគ្នានៅវីដេអូថ្មីបន្ទាប់ទៀតហើយបន្ទាប់ពីអាខានចេញប្រហែលជាមួយសប្តាហ៍ទីបទថ្ងៃនេះគឺខ្ញុំចង់លើកឡើងពី comment បងប្អូនមួយចំនួនតាក់ទងទៅនឹងបាទបងប្អូនយើងសួរគាត់សួរតាក់ទងទៅនឹងតើយើងអាចប្រើអត្តសញ្ញាណប័ណ្ណដែលផុតកំណត់ហ្នឹងសម្រាប់ verify ជាមួយនឹង YouTube របស់ពួកគាត់បានអត់បងប្អូនជាចម្លើយកុំប្រើដាច់ខាតជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលផុតកំណត់ឬក៏ផុតសុពលភាពហ្នឹងព្រោះជាគោលការណ៍យើងមិនអាចប្រើសំណុំឯកសារដែលវានិយាយចំហួសដលេយកមក confirm ជាមួយនឹង channel ឬក៏មួយ Google AdSense យើងទេបងប្អូនខំបង្កើត channel មកឡើងផុសវីដេអូឡើងមកកណោឡើង view ហើយគ្រប់លក្ខខណ្ឌហើយបើជាយកតញ្ញាណប័ណ្ណផុតកំណត់យកមក verify វា waste time វាអាចនិយាយបានថាយើងប្រើពេលខុសចឹងនិយាយថាកុំឲ្យសោះកុំដាច់ខាតតែម្ដងយើងគួរតែទៅបន្តសុពលភាពតញ្ញាណប័ណ្ណរបស់យើងឬក៏ឯកសារពាក់ព័ន្ធរបស់យើងឲ្យបានត្រឹមត្រូវសិនចាំយកមក confirm ជាមួយនឹង channel របស់យើងនេះជាចម្លើយខ្លីហើយកុំសាកល្បងគឺមិនជោគជ័យទេនៅពេលដែលស្នើសុំទៅច្បាស់ណាស់ថាក្រុមហ៊ុន YouTube នឹងreject តកតងទៅនឹងការស្នើសុំរបស់បងប្អូនតែម្ដងបាទនេះជាចម្លើយហើយចង់ឆ្លើយនៅក្នុងវីដេអូនេះដោយសារតែមាន comment មិនតែមួយទេគឺមាន 2-3 comment ហើយគាត់សួរតកតងទៅនឹងបញ្ហាហ្នឹងបាទនេះគឺជាចម្លើយបងប្អូនកុំប្រើឲ្យសោះតកតងទៅនឹង ID personal ID ឬក៏អត្តសញ្ញាណប័ណ្ណរបស់យើងដែលផុតកំណត់បាទមិនតែអត្តសញ្ញាណប័ណ្ណទេសូម្បីឯកសារពាក់ព័ន្ធផ្សេងទៀតដូចជា passport ឬក៏ driver license ដែលហៅថាប័ណ្ណបើកបរហ្នឹងពាក់មីហ្នឹងក៏កុំប្រើដែរបើសិនករណីវាផុតកំណត់អីមួយអញ្ចឹងយើងកុំប្រើសោះបាទពួកបងប្អូនបង្កើត channel មកអ្នកខ្លះអាចនឹងចូលដល់រាប់ឆ្នាំអ្នកខ្លះធ្វើឆាប់ផ្ទុះទៅអាចថារាប់ខែអញ្ចឹងបានគ្រប់គោលការណ៍ឲ្យស្នើសុំបើយើងប្រើផុតកំណត់ទស្សនាសុំវាដូចជាបង្ហិនពេលអាចនិយាយជាសាមញ្ញថាបង្ហិនពេលបណ្ដោយអញ្ចឹងទទូចថាកុំប្រើឲ្យសោះបាទហើយថែមពីនឹងទៀតក៏មានបងប្អូនសួរតទៅនឹងភ្លេងដែរឬក៏សំឡេងដដែលបើសិនជាអាចទេអាចប្រើសំឡេងរបស់យើងផ្ទាល់ទៅហើយភ្លេង background មួយចំនួនដែលកាត់បញ្ចូលហ្នឹងក៏មើលភ្លេងហ្នឹងដែរថាភ្លេងហ្នឹងយើងដោនពី YouTube library ឬក៏មិនបាទបើយើងប្រើពី library គឺអត់ជាបញ្ហាទេតែបើបងប្អូនយកភ្លេងពីណាពីណីមកអត់មានប្រភពច្បាស់លាស់ហើយមានម្ចាស់ត្រឹមត្រូវទេគឺវាអាចប្រឈមទៅនឹងការជាប់ copyright claim ឬក៏អាចពាក់ព័ន្ធទៅនឹង review content ក៏ថាបានដែរអញ្ចឹងជារឿងល្អគួរតែប្រើភ្លេងដែលបង្កើតដោយខ្លួនឯងចេះលេងភ្លេងខ្លួនឯងឬក៏បង្កើតភ្លេងខ្លួនឯងអាហ្នឹងអត់អីទេឬក៏ download ពី YouTube library នៅក្នុង audio library ហ្នឹងគឺជារឿងល្អបំផុតហើយវាសុវត្ថិភាពបាទព្រោះ YouTube តាំងមែនតើលើបងប្អូនជាប់តែប្រហែលសង្ខិនក៏ YouTube ចាប់ដែរអញ្ចឹងយើងខំបង្កើតវីដេអូល្អហើយបែរទៅជាជាប់ភ្លេងជាប់សំឡេងហ្នឹងក៏វាមិនជារឿងល្អហើយមិនជារឿងសុបាយចិត្តរបស់យើងទេវាអាចធ្វើឲ្យយើងនឹងបាក់ទឹកចិត្តលេងចង់បង្កើតវីដេអូក៏ថាបានដែរបាទហើយវីដេអូដែលមិនងាយជាប់គឺវីដេអូសំឡេងរបស់យើងផ្ទាល់វីដេអូរបស់យើងផ្ទាល់អញ្ចឹងទៅគ្រាន់តែយើងត្រូវមាន content ដែលល្អដែរបើ content ដដែលដូចគេដូចឯងដែរទេវាស៊ីសងទៅលើ thumbnail ដែលយើងធ្វើ thumbnail យើងធ្វើមិនបានស្អាតវីដេអូយើងមិនសូវល្អទៀតហ្នឹងក៏មិនសូវមានអ្នកមើលដែរតែក្នុងហ្នឹងក៏មានអ្នកធ្វើវីដេអូល្អមាន thumbnail ល្អតែអត់មាន view ក៏វាមានដែរក្នុងហ្នឹងអញ្ចឹងហើយបានអ្នកខ្លះគេធ្វើ channel ឡើង 4-10 channel មិនតែ 2-3 ទេចូលដល់ 4-10 20 30ក៏មានដែរអ្នកដែលគាត់ដាក់ចិត្តដាក់កាយធ្វើខាងហ្នឹងតែអ្នកខ្លះគាត់បែបកាប់ដាវអញ្ចឹងទៅគាត់ធ្វើបែប short ខ្លីៗ download វីដេអូពី social media ផ្សេងយកមក upload ចូលនៅក្នុងរបស់គាត់ពួកគាត់អញ្ចឹងទៅបាទហើយមានឃើញមាន comment ផ្សេងទៀតដែរតាក់ទងទៅនឹង YouTube ហ្នឹងតែខ្ញុំក៏បានឆ្លើយនៅក្នុង comment ហ្នឹងដែរមែនតើ channel ខ្ញុំទៅបានបង្កើតទេ channel ដែលខ្ញុំចែករំលែកនេះតែឃើញមាន comment បងប្អូនក៏ចាប់អារម្មណ៍ច្រើនហើយ
ខ្ញុំក៏ព្យាយាមឆ្លើយទៅតាមអ្វីដែលខ្ញុំចេះដែរអ្វីដែលខ្ញុំអត់ចេះខ្ញុំអត់រៀនឆ្លើយទេព្រោះខ្លាចខុសបាទតែអញ្ចឹងបញ្ជាក់ទៀតឯកសារដែលផុតសុពលភាពប្រើប្រាស់កុំប្រើជាដាច់ខាតបងប្អូនវាធ្វើឲ្យប៉ះពាល់ដល់ channel របស់យើងមិនថាតែយកមក confirm ជាមួយ channel YouTube ឬក៏ Google AdSense ទេវាគ្រោះថ្នាក់វាអាចប្រឈមនឹងការ reject ពីក្រុមហ៊ុនតែម្ដងព្រោះវាស្មើនឹងការបន្លំឯកសារអញ្ចឹងណាបងប្អូននៅពេលដែលយើងប្រើផុតសុពលភាពហ្នឹងណាគេ check មើល check អីទៅវាយើងមិនមែនជាពលរដ្ឋស្របច្បាប់អីមួយអញ្ចឹងទៅទាំង license បើកបរទាក់ទងទៅនឹងពាក់មីបានបើកបរហ្នឹងពាក់ព័ន្ធទៅនឹង personal ID អត្តញ្ញាណប័ណ្ណហ្នឹងជាដើមពាក់ព័ន្ធទៅនឹង passport បាទលិខិតឆ្លងដែនដូចគ្នាដែរអញ្ចឹងហាមដាច់ខាតកុំយកទៅ confirm ឲ្យសោះបាទហើយវីដេអូនិយាយទៀតបង្កើត original ទៅបងប្អូន download ពីគេយកមកផុសដដែលទេវាមុននឹងក្រោយវាគង់តែជាប់ទេភ្លេងក៏ដូចគ្នាខ្ញុំនិយាយទៀតបាទអាចថានិយាយវិលចុះវិលឡើងដដែលតិចទៅក៏ចង់ប្រាប់ទៅអ្នកដែលចាប់ផ្ដើមថ្មីសម្រាប់អ្នកដែលគាត់ចេះស្រាប់គាត់ដឹងច្បាស់ហើយគាត់មានបទពិសោធន៍ខូច channel 2 ទៅ 3ស្នើមិនបាន 4-10 channel ក៏មានដែរអ្នកខ្លះគាត់នឹងដឹងហើយខ្ញុំក៏ធ្លាប់មានបទពិសោធន៍ដូចគ្នាគ្រប់លក្ខខណ្ឌស្នើសុំទៅជាប់ review content ក៏មាន channel ខ្លះដោះចេញហើយក្នុងនោះមានបងប្អូនមួយចំនួនគាត់សាកសួរដែរថាមានទទួលដោះតាក់ទងទៅនឹងការទទួលដោះគឺមិនទទួលទេបងប្អូនគាត់តែមានជាកន្លឹះប្រាប់ទៅបងប្អូនជំហានណាដោះស្រាយមិនអញ្ចឹងទៅព្រោះជាបទពិសោធន៍ខ្ញុំ channel ខ្លះខ្ញុំដោះចេញ channel ខ្លះទៀតខ្ញុំដោះអត់ចេញដូចគ្នាវាស៊ីសងទៅលើការជាប់របស់យើងដែរជួនកាលវាអាចថាវីដេអូយើងច្រើនពេកទៅយើងលុបទៅវាអស់វាកត្តាប្រឈមមួយទៀតគឺវាបាត់ម៉ោងទៀតបងប្អូនបាត់ម៉ោងចំនួនម៉ោងទស្សនាទៀតនៅពេលដែលយើងលុបវីដេអូទាំងអស់នោះហើយបើសិនជាវីដេអូបងប្អូនឧបមាថាមាន500វីដេអូហើយជាប់ review content ឡើង400ជាងឬក៏សឹងទៅទាំងអស់ហើយវាស្មើនឹងអស់ម៉ោងលេងយើងលុបវីដេអូសឹងទៅទាំងអស់ហើយហ្នឹងវាចប់បាត់ហើយ channel ហ្នឹងយើងធ្វើវិញក៏វាមិនឡើងម៉ោងដែរវាមិនឡើងម៉ោងហើយនៅពេលដែលជាប់ហើយធ្លាប់មានបទពិសោធន៍បងប្អូនផុសទៅវាមិនសូវផ្ទុះវាខ្លាំងដូចទៅនឹងដំបូងដែលយើងអត់ទាន់ជាប់អានេះប្រហែលជាមិនដឹងថា strategy YouTube គេធ្វើមិនយើងវាអត់ដឹងវិធីសាស្ត្រយុទ្ធសាស្ត្ររបស់គេនឹងមិនយើងដឹងទេហើយឃើញថាឥឡូវមួយរយៈក្រោយ channel ថ្មីនៅពេលដែលបង្កើតទៅមានវីដេអូត្រឹមត្រូវផុសញឹកញាប់ផុសទៀងទាត់ទៅគឺ YouTube រុញអូតូម៉ាទិកហ្មងគឺមិនបាច់ចាំដល់មាន subscriber ច្រើនទេឲ្យតែមានវីដេអូល្អផុសទៅមានកំណត់តទៅនឹង category information គ្រប់គ្រាន់គឺ YouTube វារុញអូតូម៉ាទិកតែម្ដងបើចាំបងប្អូនdesign thumbnail អីល្អខ្លាំងពេកមុននេះតែមួយទៀតដែរ thumbnail ហ្នឹងក៏មិនត្រូវកុហកគេពេកដែរ thumbnail យើងត្រូវធ្វើមិនឲ្យក្នុងវីដេអូយើងវាមានវីដេអូហ្នឹងដែរបើសិនជាគ្មានទេយើងចិត្តតែកាត់មកលក្ខណៈ cheat គេបោកបន្លំវានៅលើ thumbnail ហ្នឹងគឺវាក៏អត់ល្អដែរអញ្ចឹងគួរតែកាត់ thumbnail ណាដែលមាននៅក្នុងវីដេអូយើងហ្នឹងយើងអាច highlight ជាអក្សរតិចតួចយើងមិនធ្វើទេព្រោះឥឡូវគេមាន AI ចាប់ដែរ YouTube គេមាន AI គេ reader លើហ្នឹងតែម្ដងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអាចនិយាយដែរខ្លះឡើងចំណុចមួយចំនួនគាត់ចង់បងប្អូនលំអិតទៅលើចំណុចហ្នឹងជៀសវាងកុំឲ្យខាតពេលវេលាខាតថវិកាខាតទឹកចិត្តអីបាក់ទឹកចិត្តទៀតបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាទអរគុណបងប្អូន